សាច់រងរាគឺដើម្បីបង្រៀនសាសនានិងសុនណារបស់ណាពីពិតប្រាកដមិនមែនឲ្យទៅជិះជាន់វាយដំឬប្រមូលទ្រព្យសម្បត្តិពីរាជនោះទេបើនរណាម្នាក់ហ៊ានបំពានលោកនឹងចាត់វិធានការដកតំណែងហើយរកយុត្តិធម៌ជូនរាជជាដាច់ខាតព្រោះការបដូរមេដឹកនាំគឺងាយស្រួលជាងការបដូរប្រជារាស្ត្របន្ទាប់ពីការថ្លែងសារដ៏រំជួលចិត្តរួចមកអូមើបានអង្គុយស្រក់ទឹកភ្នែកតែម្នាក់ឯងលោកនឹកភ្នក់ទៅដល់អតីតកាលដ៏លំបាករបស់លោកសាច់រឿងក៏បានត្រឡប់ថយក្រោយទៅកាន់យុវវ័យរបស់អូមើក៏បានមកដល់ខណៈពេលដែលសង្គមកំពុងស្ថិតក្នុងភាពងងឹតងងល់ការផ្លាស់ប្ដូរដ៏ធំមួយបានកើតឡើងនៅឯរូងភ្នំហីរ៉ោះណាពីមូហាម៉ាត់បានទទួលការបញ្ចុះវ៉ាហ៊ីដំបូងពីទេវតាជីព្រីលដែលបញ្ជាឲ្យលោកថាជូអានដោយព្រះនាមអាឡោះជាព្រះអម្ចាស់របស់អ្នកដែលបានបង្កើតបន្ទាប់ពីទទួលបានសារនេះណាពីមូហាម៉ាត់មានការភ័យខ្លាចយ៉ាងខ្លាំងហើយបានប្រញាប់ត្រឡប់មកផ្ទះវិញដើម្បីប្រាប់ប្រពន្ធរបស់លោកគឺអ្នកស្រីខាឌីចាក្រោយមកអ្នកប្រាជ្ញគ្រីស្ទានដ៏ល្បីឈ្មោះវ៉ារ៉ាកូសប៊ីនណាហ្វាល់បានបញ្ជាក់យ៉ាងច្បាស់ថាពន្លឺដ៏អស្ចារ្យដែលបានចុះមកជួបលោកមូហាម៉ាត់នោះពិតជាទេវតាជីព្រីលដែលធ្លាប់បានចុះមកជួបណាពីមូសាពិតប្រាកដមែនលោកវ៉ារ៉ាកូសបានប្រាប់បន្ថែមថានេះគឺជាសញ្ញាបញ្ជាក់ថាលោកមូហាម៉ាត់គឺជាអ្នកនាំសាររបស់អាឡោះហើយប្រជាជនរបស់លោកច្បាស់ជានឹងបណ្ដេញលោកចេញពីស្រុកកំណើតនៅថ្ងៃណាមួយវីដេអូបានបញ្ចប់ដោយការចុះវ៉ាហ៊ីជាបន្តបន្ទាប់ដើម្បីប្រកាសជាផ្លូវការនៅបេសកកម្មសាសនាថាឲ្យអ្នកដែលដណ្ដប់ភួយអើយចុះក្រោកឡើងហើយធ្វើការដាស់តឿនព្រមានពន្លឺនៃសាសនាអ៊ីស្លាមបានចាប់ផ្ដើមបញ្ចាំងមកលើទីក្រុងម៉ាកាស់ហើយតើអូមើដែលជាវីរបុរសរបស់កូរ៉ៃនឹងមានប្រតិកម្មយ៉ាងណាចំពោះការមកដល់នៃសាសនាថ្មីនេះហើយតើគាត់នឹងប្រើប្រាស់ភាពខ្លាំងរបស់គាត់ដើម្បីការពារឬប្រឆាំងនឹងណាពីមូហាម៉ាត់កុំភ្លេចរងចាំទស្សនាវគ្គទី2ទាំងអស់គ្នាជួយចុច like និង subscribe ផងណាដើម្បីទទួលបានវីដេអូសម្រាយរឿងថ្មីៗជាបន្តបន្ទាប់